បាទឥឡូវខ្ញុំសូមណែនាំបាទពន្យល់អំពីរបៀបនៃការដំឡើងកម្មវិធីរៀនច្បាប់ចរាចរណ៍ក៏ដូចជាកម្មវិធីក្នុងការធ្វើតេស្តសាកល្បងដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរទាំងអស់គ្នាក៏ដូចជាដើម្បីស្វែងយល់ពីច្បាប់ចរាចរណ៍ក្នុងការប្រើប្រាស់ប្រចាំថ្ងៃដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នាបាទដំបូងគឺយើងចូលទៅក្នុងកម្មវិធី Play Store បាទឬក៏ App Store បើសិនជា iPhone ណាហើយយើងចូលទៅក្នុង Android យើងចូល Play Store ហ្នឹងមកហើយយើងវាយនៅក្នុងនេះដាក់ថា Cambodia Driving Rule ចឹងមកបាទឃើញវា load មកពីលើនេះចុចវាមកហើយយើងនេះចុច install វាមកហ្នឹងគឺយើងចុចដំឡើងហើយចាំបន្តិចទៅវានឹង load ពេញហើយបាទឥឡូវនេះគឺ install ចប់ហើយយើងចេញទៅវិញមកយើងទៅមើលកម្មវិធីនេះ load មកហើយនេះ Cambodia Driving School អញ្ចឹងយើងចុចវាមកនេះចុចវាមកបាទចុចបន្តមកបន្តទៀតមកអូខេអញ្ចឹងចាប់ផ្ដើមបាទគឺចេញឲ្យបំពេញឈ្មោះចង់ដាក់ឈ្មោះរបស់យើងក៏បានដាក់ឈ្មោះA ឬក៏ B អីចឹងក៏បានដែរយើងចុចបន្តមកបាទអញ្ចឹងនេះភាសាខ្មែរអូខេគឺអូតូភាសាខ្មែរហើយយើងចុចតំបដើមបាទអញ្ចឹងនៅក្នុងកម្មវិធី Driving School Rule ហ្នឹងយើងមានបាទកម្មវិធីគឺមាន4ទី1និយាយពីទ្រឹស្ដីនៃការបើកបរទី2ប្រឡងសាកល្បងទី3លេងកម្សាន្តនិងទី4ច្បាប់បាទច្បាប់និងលិខិតបទដ្ឋានផ្សេងៗអញ្ចឹងដើម្បីឲ្យយើងកាន់តែច្បាស់ក្នុងការធ្វើកម្មវិធីដូចជាតេស្តសាកល្បងកម្មវិធីលេងហ្គេមកម្សាន្តនេះដើម្បីឲ្យបានលទ្ធផលល្អគឺយើងចូលរៀនទ្រឹស្ដីសិនហើយនៅក្នុងទ្រឹស្ដីនេះគឺចែកចេញជា8ទៀត1 2 3 4 5 6 8អញ្ចឹងទី1គឺច្បាប់ចរាចរណ៍ផ្លូវគោកយើងចូលមកអញ្ចឹងនេះសិតតែសំណួរដែលយើងត្រូវរៀនត្រូវស្វែងយល់ដើម្បីត្រៀមប្រឡងបាទគឺច្រើនហើយក្នុងចំណោមនៃសំណួរនេះគឺមានការចេញប្រឡងតែអ្នកបើកបរអាចចែកគ្នានៅលើស្ពានបានដែរឬទេបាទឃើញថាកម្មវិធីល្អមែនតើដែលមានការអានឲ្យយើងស្ដាប់អញ្ចឹងនៅពេលប្រឡងគឺគេឲ្យយើងមួយសំណួរហើយគេឲ្យ3ក្នុងការជ្រើសរើសដើម្បីយើងជ្រើសរើសយកចម្លើយណាដែលត្រឹមត្រូវអញ្ចឹងគេសួរយើងហើយតើអ្នកបើកបរអាចជែងគ្នានៅលើស្ពានបានដែរឬទេបាទគឺហាមជែងបាទខ្ញុំសូមបង្ហាញត្រួសគឺមានច្រើនសំណួរទៀតបាទចូលរៀនតាមនឹងមកទី2គឺផ្លាកសញ្ញាតែអញ្ចឹងផ្លាកសញ្ញាគឺមានច្រើនសួរថាគេចេញប្រឡងទាំងអស់ទេគឺអត់ទេបាទគឺយកចំណុចសញ្ញាខ្លះយកមកឲ្យយើងប្រឡងអញ្ចឹងគេដាក់តាមមួយសញ្ញាមកហើយគេឲ្យយើងរើសផ្លាកសញ្ញានេះមានន័យដូចម្ដេចប្រយ័ត្នផ្លូវទួលខាងមុខហ៎អញ្ចឹងគេដាក់ផ្លាកសញ្ញាមួយមកគេដាក់ប្រយ័ត្នភ្នំអីទៅប្រយ័ត្នថ្មខាងមុខអីចឹងទៅហើយបើយើងអត់បានរៀនយើងចេះតែឆ្លើយគឺខុសណាអញ្ចឹងសញ្ញានេះគឺថាប្រយ័ត្នទួលខាងមុខ
បាទអញ្ចឹងយើងយកទៅរៀនមើលទៅនេះគឺសិទ្ធិអត្ថិភាពអញ្ចឹងក្នុងសិទ្ធិអត្ថិភាពហ្នឹងគឺមានច្រើនដូចគ្នាណាគឺគេយកចន្លោះមកប្រឡងណាយកទាំងអស់ទាំងទេអញ្ចឹងឧទាហរណ៍ថាទី1ផ្លាកសញ្ញានេះមានន័យដូចម្ដេចលេខ1ចេញទៅមុនបន្ទាប់មកលេខ2ហ្នឹងនេះគឺសិទ្ធិអត្ថិភាពណាអញ្ចឹងឡានរថយន្តយើងនៅលើនេះគឺមាន2មានលេខ1លេខ2អញ្ចឹងឡានពណ៌អីយើងអត់សំខាន់ណាសំខាន់នេះគឺមានផ្លាកសញ្ញា stop ណាហេតុអីមិនឲ្យលេខ2ទៅដោយសារលេខ2ជាប់សញ្ញា stop លេខ1បាត់អញ្ចឹងគឺមានច្រើនទៀតផ្លាកសញ្ញានេះមានន័យដូចម្ដេចលេខ1និងលេខ3ចេញទៅបាទអញ្ចឹងគឺមានច្រើនយើងរៀនតាមដឹងទៅហើយយើងរៀនហើយយើងចូលមកធ្វើតេស្តសាកល្បងណាអញ្ចឹងប្រភេទឡាននៅប្រភេទបានបើកបរនៅក្នុងប្រទេសកម្ពុជាគឺមាន5មានកខគខងបាទអញ្ចឹងយើងរៀនឡានយើងនេះចុចឡានណាតើអ្នកបើកបរត្រូវបើកភ្លើងបំភ្លឺផ្លូវក្នុងករណីណាខ្លះបើផ្នែកអ្នកមើលទៅមុខច្បាស់មិនចាំបាច់កំណត់ពេលក្នុងការបើកភ្លើងបំភ្លឺទេបើកភ្លើងបំភ្លឺចាប់ពីពេលដែលមានភ្លើងតាមសសរដងគោកក្នុងទីក្រុងត្រូវបើកភ្លើងបំភ្លឺពីព្រលប់ដល់ពេលភ្លឺមើលឃើញច្បាស់ឬពេលមានភ្លៀងនិងចង្អាប់មិនអាចមើលឃើញអ្វីច្បាស់បាទអញ្ចឹងនៅក្នុងនេះគឺមានសំណួរមួយសំណួរគេឲ្យយើងជ្រើសរើស3ដូចគ្នានៅពេលដែលយើងទៅប្រឡងដូចគ្នាគឺមួយសំណួររើសបានចម្លើយណាដែលត្រឹមត្រូវអញ្ចឹងគឺនេះ1លើ40សំណួរយើងធ្វើតេស្តសាកល្បង40សំណួរក្នុងរយៈពេលគឺ40នាទីដែរបាទអញ្ចឹងយើងចុចមកសញ្ញាបំរាមមានរៀនដូចម្ដេចយើងចុចមកតើការបើកបរម៉ូតូត្រូវមើលទៅមុខយ៉ាងដូចម្ដេចដល់40មុខឲ្យបានឆ្ងាយដើម្បីដឹងពីស្ថានភាពផ្លូវកោងឡើងចុះទួលនិងមើលភ្លើងសញ្ញារបស់យានខាងមុខត្រូវមើលតើចរាចរណ៍នៅជិតខាងមុខត្រូវមើលគំនូសសញ្ញាតាមបណ្ដោយទ្រូងផ្លូវបាទអញ្ចឹងគឺយើងធ្វើតេស្តសាកល្បងទៅរហូតដល់អស់40សំណួរហ្នឹងគេលុបបន្ទុកមកហើយថាយើងបានប្រមាណបន្ទុកបាទតើផ្លាកសញ្ញាបំរាមមានរៀនដូចម្ដេចមានរៀនគេយើងឲ្យសាកល្បងណាចុះលេងកំសាន្តហ្នឹងអីគេវិញលេងកំសាន្តហ្នឹងគឺស្តៀងនឹងលេងប្រឡងសាកល្បងតែគ្រាន់តែលេងកំសាន្តគឺវាប្រាប់ចម្លើយភ្លាមតែម្ដងតើផ្លាកសញ្ញាបន្ថែមពីក្រោមមានទ្រង់ទ្រាយដូចម្ដេចមានរាង4ជ្រុងស្មើមានផ្ទៃពណ៌សមានរូបសញ្ញានិងអក្សរឬលេខពណ៌ខ្មៅមានរាង4ជ្រុងត្រង់វែងផ្ទៃពណ៌សមានរូបសញ្ញានិងអក្សរឬលេខពណ៌ខ្មៅមានរាង4ជ្រុងត្រង់វែងផ្ទៃពណ៌សមានរូបសញ្ញានិងអក្សរឬលេខពណ៌ខៀវបាទអញ្ចឹងគឺដូចយើងតេស្តសាកល្បងដែរគ្រាន់តែលេងកំសាន្តនេះគឺគេប្រាប់ចម្លើយណាខុសត្រូវភ្លាមតែម្ដងឧបមាថាយើងចុចមួយចុះឃើញណាវាដាក់ថាគឺខុសហើយវាប្រាប់យើងនៃចម្លើយត្រឹមត្រូវគឺនៅខាងក្រោមនេះឯងអញ្ចឹងកាលណាខុសគឺចេញលុតសញ្ញាក្រហមបើត្រូវគេឲ្យយើងធ្វើទៅមុខទៀតអញ្ចឹងនេះសិតតែអ្វីដែលយើងត្រូវរៀនណាអញ្ចឹងគឺមានច្រើនបាទអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូសង្ឃឹមថាយល់ទាំងអស់គ្នា